ចេញមកឈុតទៀតហើយបាទយើងធ្វើ logo ជូនមកកាផ្លេសម្រាប់មកឈុតរបស់យើងហ្នឹងគឺមានមេក្រូនេះមកគូម៉ៃនេះក៏មកគូដូចគ្នាដែរប្រអប់ដោតចូលទៅទូរស័ព្ទបាទឥឡូវយើងចាប់ដើមរៀបជូនពួកម៉ៃហ្នឹងយើងអាច support បានជាមួយនឹងដូចនេះគឺយើងអាច support បានជាមួយ iPhone ផងឯងពួក Samsung ពួកប្រភេទ Type C ពួក Oyo ផងអញ្ចឹងវីដេអូលើកមុនគឺខ្ញុំបានភ្ជាប់ជាមួយនឹងប្រភេទSamsung បាទឥឡូវវីដេអូនេះគឺខ្ញុំនឹងភ្ជាប់ជាមួយប្រភេទ iPhone ម្ដងបាទនេះគឺប្រភេទដូច iPhone អញ្ចឹងយើងយកវាមកដោតចូលរុនប្រភេទពួក iPhone នឹងមកបើវីដេអូ connect ហើយបានយើងយកម៉ៃហ្នឹងគឺយកមកភ្ជាប់ជាមួយនឹងក្បាលមីក្រូនេះម៉ៃហ្នឹងគឺយើងចុចឲ្យវាបើកចេះសារៈប្រយោជន៍នៃម៉ៃហ្នឹងមាន4ធំទី1គឺបើកមកគឺយើងសំឡេងធម្មតាទី2គឺយើងអាចកាត់សំឡេង noise បានទី3គឺវាប្រើជាប្រភេទសំឡេងពេលដែលយើងនិយាយទៅគឺវាចេញអេកូហ្មងហើយចំណែកម៉ៃនេះចំណុចពិសេសវាគឺយើងយកទៅតាមខ្លួនងាយស្រួលព្រោះវាអាចប្រើបានពីចន្លោះ3ម៉ោងទៅ5ម៉ោងអញ្ចឹងថ្មវាអាចទប់បានអញ្ចឹងយើងបើកហើយយើងដំណើរការហើយយើងមកសុកក្នុងក្បាលមីក្រូហ្នឹងហើយយើងយកប៉ុងវាមកញុកចូលអញ្ចឹងណាបាទតែប៉ុណ្្នឹងមកគឺយើងអាចនិយាយធម្មតាបានជួនកាលយើងនិយាយទៅក្រៅយើងត្រូវការនិយាយអាហ្នឹងប៉ុន្តែអូម៉ានៅក្នុង studio អញ្ចឹងនេះដោយបងខ្ញុំនេះពុំបច្ចេកទេសហ្នឹងយើងមានពេលណានិយាយដើម្បីធ្វើកាយវិការនេះយើងដាក់មីក្រូស្ងៀមសូកម៉ៃចូលក្នុងហ្នឹងហើយគឺយើងនិយាយយកហ្មងអញ្ចឹងពេលណាដែលយើង connect ជាមួយវាហើយយើងអាច record និយាយបានហើយអាឡូ1 2 3អញ្ចឹងវីដេអូរបស់ខ្ញុំមានតែប៉ុណ្ណេះបើបងប្អូនចង់បានរបស់ដែលមានគុណភាពល្អអាចតាក់ទងមកខ្ញុំបានទាំងក្បាលមីក្រូទាំងគ្រឿងម៉ៃទាំងជើងឬក៏សម្ភារៈគ្រឿងថតផ្សេងទៀតខ្ញុំមានមកកាផ្លេអញ្ចឹងអាចឆាតមកទៅតាម Telegram ដែលខ្ញុំដាក់នៅលើនឹងគឺមាននៅលើអេក្រង់ស្រាប់